អញ្ចឹងសួស្តីលោកគ្រូចាំថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញពីការ review foundation comment មួយចំនួនអញ្ចឹងមុនដំបូងនេះគឺខ្ញុំចូលក្នុងកម្មវិធី Visual Box ហ្នឹងមកបន្ទាប់មកយើងចុច Line Start អញ្ចឹងដោយសារline នេះខ្ញុំ start ហើយពេល start ហើយវានឹង load ចូល line comment នេះអញ្ចឹងកន្លែងនេះយើងវាយuser ឈ្មោះយើងមកឈ្មោះខ្ញុំហើយដាក់ password នេះគឺយើងអាច login យើងអាចចូលបានហើយបន្ទាប់មកយើងវាយ IP អីដើម្បីមើល IP ដើម្បីយើង ping connect SSH remote SSH អញ្ចឹងខ្ញុំវាយ cmd មកនេះIP យើងមិញគឺ192.168.1.9 ចឹងកន្លែងនេះយើងping វាសិន192.168.1.9 ចឹងគឺវា reply ហើយយើង connect SSH យើង SSH យើងវាយឈ្មោះ add យើងវាយឈ្មោះយើងមកហើយកន្លែងហ្នឹងគឺយើងវាយ SSH ហើយដាក់ឈ្មោះយើងមកហើយ add IP 192.168.1.9 ហើយយើងenter តោះមកយើងចុច yes មកយើងដាក់ password ហ្នឹងហើយអានេះយើងបានអញ្ចឹង comment មុនដំបូងដែលយើងនឹងនិយាយពីថ្ងៃនេះគឺយើងមើលwho am I ថៃuser របស់យើង who am I នេះបន្ទាប់មកយើងវាយpwd ដើម្បីមើលថាយើងអឺចូលលើ directory មួយណាអញ្ចឹងនេះគឺខ្ញុំមាន directory ខ្ញុំបន្ទាប់មកយើង ls មើល ls មើលនេះគឺយើង sp11 12អញ្ចឹងខ្ញុំបានមាន file ហ្នឹងហើយឥឡូវបើយើងចង់មើល ls ជា long ls.l នេះអញ្ចឹងបើយើងចង់មើលមួយ ls មួយជាមាន detail យើង ls.la អាហ្នឹងយើងមើលជាអគីឡូយើងមើលវានេះអានេះវាមានគីឡូអានេះវាជាបាយទេអញ្ចឹងបន្ទាប់មកគឺខ្ញុំនឹងបង្កើត file មួយហើយដាក់ ts as sv អញ្ចឹងខ្ញុំបង្កើតបានហើយបន្ទាប់មកយើងls dot edit មកនេះ file ហ្នឹងអញ្ចឹងបន្ទាប់មកយើង head command head គឺយើងដើម្បីមើល file ថាមាន content អីខ្លះអញ្ចឹងឥឡូវខ្ញុំ head មើលsv11.12ចឹងវាអត់ទាន់មានទេ case ណាវាអត់ទាន់មានអញ្ចឹងយើង nano ដើម្បីកែវាអញ្ចឹងខ្ញុំប្រើ nano អឺ sv11.12 អញ្ចឹងកន្លែងនេះយើងសេអីក៏បានដែរអញ្ចឹងកន្លែងហ្នឹងខ្ញុំសេ welcome អញ្ចឹងណាតោះមកយើងចុច Ctrl X គឺដើម្បី save ហើយយើងអឺកន្លែងហ្នឹងយើង yes វាយហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺយើងចុចY មកហើយយើង Enter អញ្ចឹងគឺវាឈប់កន្លែងនេះខ្ញុំ Ctrl X
យក Y ហើយ Enter ចឹងហ្នឹងហើយអញ្ចឹងយើងចុច Y Ctrl X Y ហើយ Enter ហើយអញ្ចឹងយើង create វាមើលមកCAT ASCII 11.12ហ្នឹង Head ASCII 11 is a directory ចឹងបន្តមកទៀតខ្ញុំនិយាយពី command echo ហ្មងទៅដើម្បីមើលនេះយើង hello អញ្ចឹងទៅ command echo គឺយើង print មើលទេអាហ្នឹង hello អញ្ចឹងទៅហើយយើង ls ហើយចឹងដល់ command បន្ទាប់គឺខ្ញុំនឹងបង្ហាញពីការបង្កើត directory mkdir ASCII 11.12ចឹងអានេះគឺ cannot create directory exists ចឹងវាមានហើយចឹងកើតម្ដងទៀត mkdir ASCII 11.12 folder អាហ្នឹងគឺយើងបង្កើត folder ហ្នឹង directory យើងបង្កើតបានហើយយើងចូលដល់ command បន្ទាប់គឺ command copy យើង copy file អញ្ចឹងយើង cp ASCII 11.12អញ្ចឹងហើយយើង ASCII 11.12folder ហើយ slash cp ASCII 11.12ហ្នឹងហើយគឺអានេះ copy បន្ទាប់ពី copy មកគឺយើងcd វាចូល ASCII 11.12ហើយ folder តោះមកយើង ls មើល ASCII 11.12បន្ទាប់មកយើងអាចដូរឈ្មោះយើងអាចដាក់mv ASCII 11.12ASCII 11.12 file យើងអាចដាក់ទៅជា file មកយើង ls ដល់ lx បន្ទាប់មកយើងអាចលុប file ហ្នឹងបានគឺយើងអាច rm ASCII 11.12 file ហ្នឹងបានលុបហើយគឺយើងឥឡូវ ls មើលនេះគឺយើងលុបហើយបន្ទាប់មកយើងអាច touch យើងអាចបង្កើតបាន touch ASCII 11.12ដល់ខ្ញុំបង្កើត txt ls មើលបានអញ្ចឹងយើងអាចលុបវាតែមានយើងអាច cache វាយើងអាច nano វាបាន nano ASCII 11.12 .txt hello Ctrl X Y Enter ហើយយើងអាចadd ASCII 11.12 .txt hello
ចឹងយើងអាច remove វាបាន remove ហើយយើងមើលថាវាលុបអីខ្លះ យើង RM ហើយ ដកវី SV11.12 .php នេះយើង remove អាហ្នឹង តែបើយើងចង់ចេញវិញគឺយើងវាយ Command CD តមកយើងចង់ remove file SV11.12 ចោល យើងអាច remove បាន RM SV11.12 នេះប្រើសម្រាប់ remove file ហើយត remove directory វិញយើងវាយ RM dir ហើយ SV11.12 folder អាហ្នឹងគឺ remove directory / នេះយើង ls មើលទៅ គឺវាលែងមានហើយ ចឹងយើង delete អស់ហើយយើងឥឡូវមកនិយាយពីយើងនឹងមកនិយាយពីការ remove ហើយគឺយើងនិយាយពីរបៀបមើល hard disk ឬក៏ drive អីជាដើម ចឹងមុនដំបូងគឺយើងវាយ OMI យើង pwd យើងមើល hard disk គឺ df.8 នេះ hard disk តើយើងចង់មើលmemory យើងវាយ free.8 ហើយយើងចង់មើល hostname វាយ hostname ហើយមួយទៀតគឺយើង top អានេះមើលមាន user ID នឹងជាដើម ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹង អរគុណលោកគ្រូដែលបានមើលវីដេអូមិញនេះ